បាត់សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមាននៅ topic មួយហើយខ្ញុំចង់ចែករំលែកហើយខ្ញុំមិនមែនជាអ្នកជំនាញណាទៅរកត្រីទេប៉ុន្តែលក្ខណៈថារូបភាពថាយើងការស្ទូចត្រីកំសាន្តសម្រាប់លក្ខណៈគ្រួសារហើយសម្រាប់អ្នកបងប្អូនដែលដៃថ្មីណាតែមិនទាន់ចេះសោះនៃការកាន់ដងស្ទូចត្រីឬក៏ធ្វើម៉េចដើម្បីឲ្យបានត្រីហ្នឹងគឺសំខាន់ណាស់យើងត្រូវស្គាល់អំពីឧបករណ៍មួយចំនួនដែរ អញ្ចឹងខ្ញុំដឹងថាគ្រួសារដែលបងប្អូនដែលគាត់នៅតាមជនបទគាត់ច្បាស់ជាជំនាញទៅលើការរកត្រីហើយអ្នកខ្លះក៏ដាក់មងអ្នកខ្លះក៏ទៅស្ទូចត្រីដាក់ប៉ោលអ្នកខ្លះក៏បំបក់អីចឹងទៅមួយចំនួនអញ្ចឹងយើងមិនបាច់និយាយច្រើនទេឥឡូវយើងចូលទៅដល់សាច់រឿងតែម្ដងនេះខ្ញុំនឹងបង្ហាញតទៅនឹងឧបករណ៍តើឧបករណ៍អីខ្លះដើម្បីស្ទូចត្រីអញ្ចឹងយើងឃើញមានរូបភាពហ្នឹងនេះជារូបភាពដងដងដែលគេលក់តាមអនឡាញណាហើយអានេះគេហៅថា spool ហៅថាដុំបវលវាណាហើយអានេះគេហៅថាប្រាំងវាហើយអានេះគេហៅថាកន្លែងគេចុចឲ្យប្រឈប់អីវាទេណាអញ្ចឹងអ្វីដែលយើងត្រូវធ្វើទី1យើងត្រូវមានដងស្ទូចត្រីហើយដងយើងឆ្លាញ់ប្រវែងណាសម្រាប់ដងកូនដែលចង់បានចំនួនប្រមាណម៉ែត្រណាអញ្ចឹងអានេះ6ទៅ5 6ទៅ7 feet ឬក៏បងប្អូនចង់បានប្រមាណម៉ែត្របើដូចខ្ញុំមាននៅដង5ម៉ែត្រ40អញ្ចឹងទៅខ្ញុំមានដងអាហ្នឹងដងបបក់ណាហើយបើដងស្ទូចដងវត្តអាហ្នឹងយើងមានប្រវែងផ្សេងគ្នាទៀតទី2តើតើនឹងឧបករណ៍រុំគេហៅថា reel អញ្ចឹងវាហៅដុំនេះដុំបវលខ្សែណាអញ្ចឹងឧបករណ៍បវលខ្សែហើយមួយទៀតយើងខ្សែតែខ្សែចង់បានមិនអញ្ចឹងឧទាហរណ៍ថាខ្សែ8 IB គឺស្ទូចត្រីបាន4ទៅ10គីឡូអញ្ចឹងយើងយកខ្សែណាតូចទៅណាបងប្អូនខ្សែធំពេកត្រីឃើញត្រីរត់ទៀតអញ្ចឹងយើងមើលដែរថាតើត្រីដែលយើងលេងហ្នឹងគឺជាត្រីប្រភេទតូចឬប្រភេទធំហើយផ្លែបើយើងផ្លែយើងលេងពីច្រើនយើងលេងផ្លែទូចៗអញ្ចឹងណាលេខ1លេខ2អញ្ចឹងទៅអ្នកខ្លះគាត់លេងផ្លែ5លេខ6លេខ4អីចឹងទៅដូចត្រីចង្កោមអញ្ចឹងទៅយើងដាក់លេខ5អញ្ចឹងទៅបើខ្ញុំលេងផ្លែចង្កោមខ្ញុំចូលចិត្តលេងនៅទន្លេហើយកំសួរបើហៅថាប៉ោលមានប៉ោលហើយមាននុយអញ្ចឹងទៅនុយដូចជាប្រភេទអេសិនឥឡូវយើងចូលដល់បច្ចេកទេសនៃការបក់គប់អញ្ចឹងគេប្រៀបធៀបទាក់ទងនឹងការគប់ដូចម៉ោងទនិចនាឡិកាអញ្ចឹងនៅពេលដែលគប់នេះយើងត្រូវមូលខ្សែយើងថានុយរុំខ្សែបានត្រឹមត្រូវណាព្រោះខ្ញុំក៏ធ្លាប់មានបទពិសោធន៍ដែរពេលគប់ទៅគឺតាក់អង្គុយដោះនឹងរាប់ម៉ោងគ្មានបានត្រីទេអញ្ចឹងអ្វីដែលយើងត្រូវរៀនដូចដំបូងទៅយើងត្រូវរៀនបវលខ្សែហើយគប់នៅលើគោកសិនទៅណាបងប្អូនហើយអ្នកទាំងអស់គ្នាដឹងហើយថាចំណុចទី2គឺការចាប់ដំណើរការ clip the road អញ្ចឹងយើងចាប់ដងហើយកាន់តែជាប់ហើយបន្ទាប់មកទៀតពង្វល់ខ្សែចូលលេខ3នេះបន្ទាប់មកទៀត race the road មានន័យថានៅពេលដែលយើងអានេះpull back line ទាញខ្សែអានេះមានន័យថាយើងលើកដងលបាក់ដូចជាម៉ោងនាឡិកាលេខម៉ោង10ម៉ោង11ចឹងណាដូចនេះម៉ោង10នេះម៉ោង11មានម៉ោង12ចឹងណាអញ្ចឹងដូចតនិចនាឡិកាចឹងគេឲ្យយើងរៀនមើលគប់ដូចចឹងការគប់ដងសទួចវាដូចនឹងតនិចនាឡិកាចឹងអញ្ចឹងការដែលយើងគប់អត់ត្រូវបច្ចេកទេសវាអាចតាក់ខ្សែណាហើយrelease line to fly forward អញ្ចឹងនៅពេលដែលយើងគប់គឺយើងលើកដងឲ្យដល់ដូចម៉ោងលេខ10អញ្ចឹងទៅបន្ទាប់មកចាំយើងគប់មិនមែនយើងដល់ទីបមែនតើមានន័យថាដាក់ត្រឹមលេខ10ម៉ោងលេខ10អញ្ចឹងទៅហើយយើងគប់ប្រឡែងនុយហ្នឹងគប់ទៅទឹកណាហើយការប្រើប្រាស់នុយឬក៏សាច់ត្រីឬក៏អីមួយផ្សេងគេហៅថា bait អញ្ចឹងដោយសារតែអត្ថបទខ្លះខ្ញុំអត់បានកែមួយចំនួនអញ្ចឹងយើងចូលមើល direct ទៅខ្ញុំមើលអានភាសាអង់គ្លេសដែរទេហើយមិនមែនជំនាញណាទេគាត់ថាយើងអាចមាន topic ណាដែលអាចបង្ហាញបានគឺយើងបង្ហាញមិនមែនយើងបង្រៀនទេតែយើងបង្ហាញអញ្ចឹងប្រភេទត្រីអញ្ចឹងយើងត្រូវដឹងដែរថាត្រីខ្លះ
ស៊ីតកៅអញ្ចឹងសម្រាប់ត្រីទឹកសាបភាគច្រើនវាស៊ីប្រភេទតកៅបើត្រីតូចតូចបើយើងដាក់នុយត្រីតូចហើយគឺសម្រាប់ត្រីធំបើយើងដាក់នុយប្រភេទសាច់វាសម្រាប់ត្រីប្រភេទត្រីចឹកចឹកអីចឹងណាដូចជាត្រីក្រាញ់ទៅអីចឹងណាយើងដាក់កពឹសដាក់អីចឹងណាហើយប្រភេទត្រីដូចរុក្ខជាតិអីចឹងទៅគឺវាស៊ីនំប៉័ងដូចជាត្រីគេហៅថាត្រីរៀលត្រីអីប្រភេទស៊ីនំប៉័ងបែបរុក្ខជាតិណាអញ្ចឹងគឺលើសនៃការប្រើដូចខ្ញុំនឹកបង្ហាញអញ្ចឹងទៅប្រើប្រភេទប្រើសាច់ស្រស់មួយទៀតប្រើអញ្ចឹងគេឲ្យប្រើនុយតូចតូចហើយបើសិនជាវាអត់ស៊ីយើងដូរនុយអញ្ចឹងណាបើយើងលេងផ្លែគប់ដូចជាផ្លែគឺយើងបង្ហាញអញ្ចឹងនេះយើងលេងផ្លែគប់ណាអញ្ចឹងយើងអាចដូរនុយប្រភេទនុយព្រោះត្រីខ្លះវាចូលចិត្តនុយប្រភេទណាមួយអញ្ចឹងទៅហើយណាមួយវាមើលទៅតាមប្រភេទទឹកដែរអញ្ចឹងអ្នកទាំងអស់គ្នាឃើញហើយអញ្ចឹងយើងទៅស្ទូចត្រីក៏យើងត្រូវតែរក្សានៅសុខភាពយើងដែរមិនមែនថាយើងត្រូវស្ទូចត្រីឲ្យតែបានត្រីទី1យើងទៅប្រយ័ត្នក្មេងៗជួយក្មេងនៅពេលដែលផ្លែណាកុំឲ្យក្មេងដោះអីចឹងទៅមកគាត់ប្រើមានន័យថាកាន់ផ្លែកាន់អីវាអាចតាក់ភ្នែកតាក់អីចឹងទៅវាអាចនឹងមានបញ្ហាទៀតអញ្ចឹងទី2ការពារកម្ដៅថ្ងៃដែរនៅឥឡូវបច្ចុប្បន្នកម្ដៅថ្ងៃវាក្ដៅខ្លាំងអញ្ចឹងទៅយើងស្ទូចត្រីក៏យើងត្រូវគិតពីសុខភាពដែរសុខភាពដែរអញ្ចឹងទឹកហើយនឹងនំអីហ្នឹងត្រូវនាំចូលត្រូវដាក់តាមខ្លួនព្រោះអីយើងមានកូនមានអីទៅត្រូវញ៉ាំមិនបានត្រីក៏យើងបានញ៉ាំអានំដែលយើងដាក់ទៅនឹងដែរអញ្ចឹងការតំបន់លេងត្រីវាដូចជាទៅទន្លេសាបអីចឹងទៅខ្លះផ្ទះនៅតំបន់ហ្នឹងទៅគាត់ទៅលេងទៅទន្លេមេគង្គអីចឹងទៅឬក៏ភូមិជាប់ទឹកអីចឹងទៅស្រះនេសាទឯកជនឬក៏អីខ្ញុំឃើញស្រះនេសាទឯកជនឃើញគេឥឡូវគេដាក់ម្ដងអញ្ចឹងទៅតម្លៃប្រហែល30000 40000 20000អញ្ចឹងស្ទួយមួយស្រឡាញ់អញ្ចឹងណាគេគិតតាមដងអញ្ចឹងទៅហើយនៅថានៅភ្នំពេញអញ្ចឹងដូចមាត់ទន្លេទៅខ្ញុំទៅចូលចិត្តទៅស្ទួយមាត់ទន្លេស្ទួយតាមទន្លេណាខ្ញុំស្ទួយតែត្រីចកែងទេព្រោះអីត្រីចកែងស្រួលស្ទួយជាងប៉ុន្តែតាក់ក៏ច្រើនដែរដោយសារតែបងប្អូនគេដាក់មងដាក់អីចឹងទៅវាធ្វើឲ្យយើងតាក់អញ្ចឹងទៅវាបានត្រីវាតាក់បណ្ដោយអញ្ចឹងអានេះក៏ជាបញ្ហាដែរអញ្ចឹងពេលវេលាខ្លីអញ្ចឹងយើងគិតថាការស្ទូចត្រីយើងមិនផ្ដោតតែបានត្រីទេភាគច្រើនយើងផ្ដោតទៅភាពសប្បាយរីករាយមិនមែនទៅដល់ទៅឲ្យមានបញ្ហាគឺយើងផ្ដោតគឺយើងមានគោលដៅមួយគឺទៅដើម្បីសប្បាយមិនមែនឃើញទៅដល់ទៅមានបញ្ហាអីទេណាអញ្ចឹងវាក៏ជាការប្រពៃណីពីដើមមកដែរយើងការស្ទូចត្រីនៅស្រុកណាក៏មានដែរអញ្ចឹងរៀនពីធម្មជាតិអញ្ចឹងពេលយើងស្ទូចត្រីគឺយើងមិនមែនតែផ្ដោតតែស្ទូចត្រីណាយើងមើលទឹកមើលអីយើងមើលទឹកឡូកមើលទឹកអីចឹងទៅមើលទូកមើលគេដឹកអីផ្សេងវាមានរូបភាពផ្សេងអញ្ចឹងយើងរៀនពីធម្មជាតិហើយទី2គឺថតរូបខ្ញុំរឿងថតរូបថតវីដេអូគឺចូលចិត្តដែរដើម្បីយកមកផុសដែរហ្នឹងណាហើយចុងក្រោយគឺផ្ដល់ការសប្បាយអញ្ចឹងពីខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើន